តើគ្នាយើងឥឡូវយើងមកស្គាល់ពោះមួយដែលខ្ញុំចាប់បាននៅថ្ងៃទី30ពេលព្រឹកចឹងដែលបងប្អូនឃើញហើយនៅក្នុង page របស់ខ្ញុំពោះនឹងចំណេះដឹងសម្រាប់ពោះហ្នឹងឃើញមតិភាគច្រើននៅក្នុង comment ច្រើនមែនតើហើយ view គឺឡើងប្រហែលជាចូល 3M view ហើយshort video ទេចឹងអរគុណច្រើនមែនតើក្នុងការ view ហើយក្នុងការបញ្ចេញមតិយោបល់ជាទូទៅពោះមួយហ្នឹងគឺអត់ទាន់មានឈ្មោះទេហើយបងប្អូនចាំវីដេអូមួយដែលខ្ញុំផុសពោះដូចគ្នាគឺកូនពោះវែកនឹងដូចគ្នាខ្ញុំផុសដូចជាឆ្នាំ2024បងប្អូនដែលធ្លាប់តាមដាន page ខ្ញុំអាច scroll មើលបានកូនពោះវែកទូចមួយហ្នឹងអញ្ចឹងប្រភេទពោះហ្នឹងគឺយើងស្គាល់ថាជាប្រភេទពោះNaja Fusi ជាភាសា scientific name ឈ្មោះ Latin អញ្ចឹងស្រុកខ្មែរយើងអត់ទាន់ដាក់ឈ្មោះជាក់លាក់ទៅលើពោះហ្នឹងទេហើយពោះហ្នឹងដែរគឺវានៅក្នុងអំបូរស្រដៀងគ្នាខ្លាំងទៅនឹងពោះវែកក្របីវានៅក្នុងហៅ genus ឬក៏ species តែមួយ Naja ជាភាសាអង់គ្លេសហើយបើសិនជាយើងហៅឈ្មោះទូទៅជាឈ្មោះភាសាអង់គ្លេសយើងហៅmountain banded cobra ឬក៏ Chinese banded cobra បែបហ្នឹងទៅឃើញមតិភាគច្រើនរបស់បងប្អូនបញ្ចេញនៅក្នុង comment ពោះកូនពោះវែកនាមមានអ្នកខ្លះគាត់សួរថាពោះវែកសង្ហែមែនបងហើយខ្លះក៏គាត់ភាគច្រើនគឺថាពោះវែកនាមអញ្ចឹងទៅឬក៏ពោះវែកក្របីហើយមានមតិមាន comment ខ្លះគឺខ្ញុំអាចថា funny ដែរនៅក្នុង2026ហ្នឹងគាត់ដាក់ថាពោះហ្នឹងទំនើងតាំងពីក្មេងហើយ comment ហ្នឹងគឺច្រើនមែនតើចូលច្រើនមែនតើ comment ហ្នឹងគឺច្រើនខ្លាំងហើយអ្នកខ្លះដាក់វាដើរលេងច្រើនពេកទៅវាទំនើងអញ្ចឹងទៅហើយពោះឯណាគឺខ្ញុំអានហើយគឺខ្ញុំអង្គុយសើចគឺ comment មួយហ្នឹងគឺផ្ទុះខ្លាំងអូខេអញ្ចឹងបងប្អូនស្គាល់ហើយប្រភេទពោះហ្នឹងគឺយើងចំណាំនៅកន្លែងណាខ្លះទី1បើយើងប្រៀបធៀបជាមួយនឹងកូនពោះវែកក្របីហើយនឹងពោះNaja Fusi ដែលខ្ញុំចាប់បានថ្មីហ្នឹងយើងចំណាំទៅលើទី1គឺកាឡាខ្លួនរបស់វាជាទូទៅបើពោះវែកក្របីកូនវានៅពេលដែលកើតមកគឺបង្កង់របស់វាអត់ដល់កន្ទុយទេត្រឹមតែពាក់ក្តារដូចពាក់ក្តារក្បាលរហូតដល់ក្រោមប៉ុន្តែឃើញស្ដើងខ្លាំងមែនតើហើយអត់ដល់ចុងកន្ទុយទេគឺថាការពាក់ក្តារខ្លួនហើយទី2យើងបើយើងមើលនឹងផ្លេចមួយផ្លេចគឺយើងអាចសម្គាល់បានទេគឺយើងត្រូវមើលលម្អិតដូចជារូបខ្ញុំផ្ទាល់គឺជំនាញទៅលើរូបហ្នឹងសត្វពោះចឹងក៏យើងមើលទៅលើក្បាលរបស់វាគឺសកានៅពីលើក្បាលរបស់វាវាមានសកាមួយនៅចំកណ្ដាលក្បាលនឹងម្ដងគឺវាវែងខ្លាំងវែងមិនខ្លាំងណាស់គឺវែងមកល្មមអាហ្នឹងសម្រាប់ Naja Fusi ហើយបើកូនពោះវែកក្របីឬក៏ពោះវែកក្របីម្ដងអាលើក្បាលរបស់វាសកាចំកណ្ដាលហ្នឹងគឺវាខ្លីទេអត់វែងដូច Naja Fusi ទេហើយទី2ប្រកង់របស់ Naja Fusi គឺវាមានរហូតពីពាក់កណ្ដាលខ្លួនហើយថាពីកញ្ចឹងក៏រហូតទៅដល់ចុងកន្ទុយតែម្ដងអាហ្នឹងប្រភេទ Naja Fusi ដែលយើងអត់ទាន់មានឈ្មោះជាក់លាក់ដាក់នៅក្នុងស្រុកខ្មែរយើងទេយើងមានតែឈ្មោះជាសាសហើយបងប្អូននៅថាពោះវែកសង្ហែហ្នឹងគឺអត់មែនដែរជាទូទៅបងប្អូនតែឃើញពោះវែកពោះវែកយ៉ាងកម្ៅណាក៏វែកសង្ហែដែរគឺចេញមកទាំងអស់បង្ហាញពោះវែកដបោក៏ចេញវែកសង្ហែវែកសំណាបអីចឹងទៅបើតាមមតិយោបល់ខ្ញុំគឺបងប្អូនចង់ហៅមិនហៅទៅតែកុំឲ្យច្រឡំពោះហើយកុំឲ្យថាពោះវាអត់ពឹសឲ្យតែដឹងថាមានពឹសគឺវាគ្រោះថ្នាក់ហើយតែដឹងថាវាចម្បោពោះវែកបើស្អីយើងនិយាយតាមជាក់លាក់ទៅតាមឈ្មោះជាសាសគឺវាអត់មានពោះវែកសង្ហែទេវាជាអំបូរថ្មីដែលនៅស្រុកខ្មែរយើងហើយថ្មីនេះគឺយើងបានសំណាក់ចំនួន3អញ្ចឹងសំណាក់ហ្នឹងគឺបានន័យថាគឺយើងចាប់ពោះហ្នឹងមកធ្វើតាក់ហ្សូណូមីគឺយើងដង្កល់នៅក្នុង museum នៅក្នុងសារមន្ទីរដើម្បីឲ្យបងប្អូនជំនាន់ក្រោយគាត់រៀនហើយការធ្វើហ្នឹងគឺគេមិនចាដាក់ទេគឺគេមានអ្នកវិទ្យាសាស្ត្រច្រើនធ្វើជំនាញពិភពលោកយើងហ្នឹងណាហើយគេវាថ្លើមគេធ្វើអីចឹងទៅគេដើម្បីធ្វើគេហៅថា genetic របស់វា DNA របស់វាចឹងទៅគេអញ្ចឹងនៅស្រុកខ្មែរយើងឥឡូវគឺយើងមានសំណាក់ចំនួន3រួមទាំងអាថ្មីនេះគឺចំនួន3តែប៉ុណ្ណោះនៅស្រុកគេគឺគេមានច្រើនមែនតើសំណាក់ពោះហ្នឹងយើងតែមាន3ក្បាលហ្នឹងទេហើយយើងនឹងខាងអ្នកជំនាញគឺគាត់នឹងធ្វើការ analytic ទៅលើប្រភេទពោះហ្នឹងហើយសូមបញ្ជាក់ម្ដងទៀតបងប្អូនថាពោះវែកសង្ហែហ្នឹងគឺមិនមែនទេវែកអានីមក៏មិនមែនវែកក្របីក៏មិនមែន
គឺយើងដឹងត្រឹមថាភាសាអង់គ្លេសយើងហៅថា mountain banded cobra ឬក៏យើងហៅថា Naja Fusi តែប៉ុណ្្នឹងអូខេចឹងវីដេអូមានប៉ុណ្្នឹងឯងហើយអរគុណច្រើនក្នុងការចូលមើលនិងស្ដាប់បាយបាយ